តើដើម្បីថ្លៃជាអ្នកបកប្រែអាជីពហ្នឹងការចាត់ភាសាតាមមុខហ្នឹងគ្រប់គ្រាន់ដែរអត់មានអីបងអញ្ចឹងខ្ញុំប្រាប់ក៏បានដែរបងសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ហ្មងបងខ្ញុំគិតថាការចែកភាសាអង់គ្លេសតាមមុខហ្នឹងវាអត់គ្រប់គ្រាន់ទេបងអញ្ចឹងខ្ញុំចង់លើកយក4ចំណុចចង់មកបង្ហាញបន្ថែមទៀតអញ្ចឹងជំរាបសួរបងប្អូនអរគ្នាបងប្អូនអ្នកខ្លះដែលចង់ខ្លាយជាអ្នកបកប្រែឯកសារអញ្ចឹងថ្ងៃនេះខ្ញុំនឹងទៅជួបជាមួយនឹងអ្នកបកប្រែឯកសារមួយហើយនឹងសួរណែនាំអំពីបទពិសោធន៍នៅក្នុងការបកប្រែឯកសាររបស់គាត់អញ្ចឹងយើងជួបជាមួយនឹងគាត់ទាំងអស់គ្នាសួស្តីណាតបាទ hello បាទមានអ្នកចង់មកលេងណាតហើយក៏មានសំណួរចង់សួរទៅកាន់ណាតមួយចំនួនអញ្ចឹងណាបាទបងសំខាន់តិចណាបាទអត់អីបងខ្ញុំបណេតាបងអញ្ចឹងខ្ញុំមានសំណួរសួរទៅកាន់ណាតមកសំណួរសួរថាតើដើម្បីថ្លៃជាអ្នកបកប្រែអាជីពហ្នឹងការចាត់ភាសាតាមមុខហ្នឹងគ្រប់គ្រាន់ដែរអត់មានអីបងអញ្ចឹងខ្ញុំប្រាប់ក៏បានដែរបងសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ហ្មងបងខ្ញុំគិតថាការចែកភាសាអង់គ្លេសតាមមុខហ្នឹងវាអត់គ្រប់គ្រាន់ទេបងអញ្ចឹងខ្ញុំចង់លើកយក4ចំណុចចង់មកបង្ហាញបន្ថែមទៀតអញ្ចឹងសម្រាប់ចំណុចទី1ដែលខ្ញុំចង់លើកយកមកហ្នឹងគឺទាក់ទងជាមួយនឹងជំនាញនៅក្នុងការស្គាល់ប្រភេទឯកសារបងហើយចំណុចទី2គឺការសរសេរជាមួយនឹងការកែសម្រួលហើយចំណុចទី3គឺទាក់ទងជាមួយនឹងការប្រើប្រាស់ tool ផ្សេងហើយចំណុចទី4គឺទាក់ទងជាមួយនឹងក្រមសីលធម៌និងវិជ្ជាជីវៈបងចំណុចទី1ដូចណាបាននិយាយអញ្ចឹងទៅលើឯកសារហើយជំនាញទៅលើឯកសារហ្នឹងជំនាញមិនវិញទៅណាបាទបងសម្រាប់ជំនាញទៅលើប្រភេទឯកសារហ្នឹងគឺមុននឹងយើងធ្វើការបកប្រែឯកសារគឺយើងត្រូវពិនិត្យមើលថាតើឯកសារហ្នឹងជាប្រភេទឯកសារបែបណាដែរមានដូចជាឯកសារពេទ្យឬក៏ឯកសារតានុកលដ្ឋានឬក៏ឯកសារខាងច្បាប់អញ្ចឹងបងអញ្ចឹងយើងធ្វើការបកប្រែយើងធ្វើការ check មើលឯកសារហ្នឹងសិនមុននឹងយើងធ្វើការបកប្រែដោយសារពេលដែលយើងធ្វើការបកប្រែគឺយើងធ្វើការបកប្រែទៅតាមប្រភេទឯកសារផ្សេងៗមានបច្ចេកទេសផ្សេងៗអញ្ចឹងបងឯកសារផ្សេងគឺយើងប្រើពាក្យបែបផ្សេងគ្នាអញ្ចឹងមានន័យថាជំនាញទៅលើឯកសារហ្នឹងមានន័យថាយើងត្រូវស្គាល់ប្រភេទឯកសារបានច្រើនអញ្ចឹងទៅអត់បាទអញ្ចឹងទី2សម្រាប់ចំណុចទី2វិញគឺទាក់ទងជាមួយនឹងការសរសេរនិងកែសម្រួលបងអញ្ចឹងបន្ទាប់ពីយើងធ្វើការបកប្រែឯកសារទាំងអស់ហ្នឹងហើយគឺយើងធ្វើការផ្ទៀងផ្ទាត់វាម្ដងហើយម្ដងទៀតជៀសវាងកុំឲ្យមានកំហុសកើតឡើងនៅពេលដែលយើង submit ឯកសារហ្នឹងទៅកាន់អតិថិជនរបស់យើងណាបងបាទអញ្ចឹងមានន័យថាជំនាញសរសេរហើយការកែសម្រួលមានន័យថាក្នុងនាមយើងជាអ្នកបកប្រែឯកសារអញ្ចឹងនៅពេលដែលយើងបកប្រែឯកសារហើយអញ្ចឹងយើងត្រូវតែពិនិត្យមើលឲ្យបាន2-3ដងដើម្បីកាត់បន្ថយនៅកំហុសខុសឆ្គងអញ្ចឹងបាទបងបាទអញ្ចឹងទី3គឺជំនាញការប្រើប្រាស់ tool បាទ tool ទៅអត់បាទបងបាទសម្រាប់ចំណុចទី3ហ្នឹងគឺទាក់ទងជាមួយនឹងការប្រើប្រាស់ tool ផ្សេងៗដែលមានដូចជា AI ឬក៏ Google Translate ជាដើមអញ្ចឹងណាបងសម្រាប់ចំណុចហ្នឹងវាពិតជាសំខាន់មែនតើនៅក្នុងការបកប្រែរបស់យើងដោយសារពេលដែលយើងប្រើ tool ទាំងអស់ហ្នឹងវាជាជំនួយធ្វើឲ្យយើងបកប្រែឯកសាររបស់យើងវាកាន់តែលឿនហើយជៀសវាងមានកំហុសកើតឡើងដែរអញ្ចឹងណាបងហើយចំណុចដែលខ្ញុំចង់add បន្ថែមទៀតហ្នឹងគឺទាក់ទងជាមួយនឹងការប្រើទាក់ទងជាមួយ Microsoft ទាក់ទងជាមួយនឹងការប្រើប្រាស់កុំព្យូទ័រផ្សេងៗដែលមានដូចជាកម្មវិធី Word ឬក៏ Excel ឬក៏កម្មវិធីផ្សេងៗទៀតអញ្ចឹងណាបងដោយសារកុំព្យូទ័រវាពិតជាសំខាន់មែនតើនៅក្នុងការជាជំនួយដែលយើងធ្វើការបកប្រែព្រោះយើងបកប្រែទៅលើកុំព្យូទ័រអញ្ចឹងបើសិនជាយើងអត់ចេះចំណុចហ្នឹងទេវាធ្វើឲ្យយើងបកប្រែវាកាន់តែពិបាកដែរអញ្ចឹងណាបងបាទអូខេអញ្ចឹងចំណុចទី4សម្រាប់ចំណុចទី4វិញគឺទាក់ទងជាមួយនឹងក្រមសីលធម៌និងវិជ្ជាជីវៈបងសម្រាប់ហ្នឹងវាចំណុចហ្នឹងវាពិតជាសំខាន់មែនតើដោយសារពេលដែលភ្ញៀវគាត់ផ្ញើឯកសារមកឲ្យយើងគឺគាត់ expect ថាឯកសាររបស់យើងគឺអត់មានជនទី3ដឹងឮទេអញ្ចឹងយើងនឹងធ្វើការ keep ឯកសាររបស់គាត់ហ្នឹងជា secret អត់ឲ្យមានអ្នកគេដឹងក្រៅពីក្រុមការងាររបស់យើងឯងបងហើយមួយទៀតគឺយើងធ្វើការបកប្រែឯកសាររបស់គាត់ហ្នឹងគឺយើងបកប្រែទៅតាមច្បាប់ដើមរបស់គាត់មានន័យថាច្បាប់ដើមរបស់គាត់បែបណាគឺយើងធ្វើការបកបែបហ្នឹងយើងអត់មានការបញ្ចេញបញ្ចូលបន្ថែមទេជៀសវាងអតិថិជនរបស់យើងគឺគាត់អត់ពេញចិត្តបែបហ្នឹងបងអូខេអញ្ចឹងមានប៉ុណ្ណឹងណាបាទបងបាទខ្ញុំចង់បន្ថែមមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណណាស់ខ្ញុំរំខានណាស់តែប៉ុណ្្នឹងទេហើយធ្វើការទៅចោះណាបាទបងអរគុណច្រើនបាទ